បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងថ្ងៃសៅរ៍ទំនេរយើងមកមើលចំការយើងបន្ថែមទៀតណាហ្នឹងហើយនេះយើងដាំបានដើមលហុងមួយដើមតែខាងនោះបានលហុងដែរតែបានលហុងឈ្មោលណាខ្ញុំនឹងធ្វើការរោត្រួយលហុងផ្សេងមកធ្វើការកាត់តដាក់វាជាញីវិញណាហ្នឹងហើយឈ្មោលហ្នឹងហើយនេះចេករបស់យើងដាំតែ2សប្តាហ៍ហើយកន្លះខែណាយើងបានឃើញលាស់ខៀវណាដោយសារវាត្រូវទឹកណាត្រូវទឹកភ្លៀងហើយនេះក្រូចរបស់យើងណាអញ្ចឹងកន្លែងដើមនេះគឺយើងធ្វើការកម្ចាត់ចោលចេកដោយសារវាក្រាស៊ីណាយើងធ្វើការកាប់ចោលហើយយើងបាច់កបោសកុំឲ្យវាឆ្លងទៅដើមផ្សេងទៀតណាហ្នឹងហើយយើងទុកប្រឡោះឲ្យក្រូចវាមានខ្យល់ចេញចូលខ្លះណាហ្នឹងហើយកន្លែងចំណុចគៀនប្រឡោះគល់ក្រូចនេះនឹងគល់ក្រូចនេះយើងនឹងធ្វើការជីករណ្ដៅមួយដើម្បីយកដើមចេកនេះណាទាំងអស់នេះទៅដាក់ចូលទៅក្នុងរណ្ដៅហ្នឹងដើម្បីឲ្យវារក្សាសំណើមណាដល់ខែប្រាំងចឹងដល់ខែប្រាំងវាពិបាកដីសហ្នឹងហើយយើងព្យាយាមធ្វើទៅព្រោះតិចម្ដងណាមួយឆ្នាំបន្តិចយូរទៅវានឹងល្អហើយដីនេះហ្នឹងហើយរណ្ដៅនេះគឺយើងនឹងធ្វើការដាក់ដាំចេកបន្ថែមទៀតណាហ្នឹងហើយព្រោះដោយសារចេកវាអត់ល្អទេណាអញ្ចឹងព្រឹកមិញយើងបានធ្វើការជីកណាជីករណ្ដៅនេះរណ្ដៅសម្រាប់ដាក់ជីណាដាក់ផេះកាមហើយនឹងដើមចេកណាដើម្បីរក្សាសំណើមណាដីដែលយើងជីកហ្នឹងយកមកដាក់ក្របគល់ណាដើម្បីឲ្យវាទួលកុំឲ្យវាព្រមនៅក្នុងគល់របស់វាណានេះប្រភេទក្រូចឆ្មាហើយដើមចេកគឺយើងធ្វើការកាត់ចោលនេះដើមនេះយើងធ្វើការដាក់ជី2សប្តាហ៍មុនណានេះរណ្ដៅជីរបស់យើងណានឹងដាក់ជីហើយមានដើមចេកមានស្មៅអីជាដើមណាមានកាមពុកណាមានអីហ្នឹងយើងធ្វើការដាក់វាទៅណាចឹងនេះយើងធ្វើការកាត់ចោលដើមចេកណាធំអស់ហើយប៉ុន្តែវាអាចថាទៅក្រូចណាហើយក្រូចវាអត់ល្អទេគេងាប់ណាដោយសារវាបាំងពន្លឺអញ្ចឹងយើងធ្វើការជីកកន្លែងគល់ចេកហ្នឹងដើម្បីធ្វើការយកគល់ចេកហ្នឹងប្រមូលចូលមកកដប់ដើម្បីដាក់ជាជីរក្សាសំណើមគល់ក្រូចរបស់យើងណាព្រោះយើងដាំយូរហើយវាអត់ល្អតាមអ្វីដែលធម្មជាតិណាគឺយើងត្រូវធ្វើការកែខៃវាខ្លះដើម្បីឲ្យបានផលបើយើងអត់កែខៃវាទេវាអត់បានផលទេណាហ្នឹងហើយក្រូចឆ្មាគឺចាប់ផ្ដើមក្រាប់ធំក្រាន់បើហើយថាសប្តាហ៍ក្រោយយើងនឹងធ្វើការដាក់បាយហាហើយនឹងប្រឡោះនេះយើងធ្វើការជីកណារំដោះទឹកចេញណាដោយស្ងួតដើម្បីឲ្យវាផ្អែមធម្មតាតែព្រមទឹកក្រូចពោធិ៍សាត់របស់យើងគឺវាអត់ផ្អែមទេណាគឺវាជូរណាហើយនេះសប្តាហ៍មុនដែលយើងជីកមិនទាន់បានដាក់ជីទេដាក់បានតែផេះកាមចឹងយើងមើលជុំវិញកន្លែងចំណុចនេះគឺយើងធ្វើការជីកដាក់រណ្ដៅមួយណាដើម្បីឲ្យវារក្សាសំណើមគល់ទាំងពីរនេះណាគល់ខាងនេះហើយនឹងគល់ខាងនេះណាហើយយើងមានជីច្រើនណាគល់ចេកហ្នឹងយើងអាចធ្វើការប្រមូលយកទៅដាក់ក្នុងហ្នឹងតែម្ដងណាដើម្បីឲ្យបានជីជាតិយើងធ្វើការប្រមូលវាយកទៅគ្រួបវាទៅគ្រួបរណ្ដៅហ្នឹងណានេះយើងដាំបានមួយឆ្នាំហើយណាក្រូចឆ្មាដាំកូនណាហើយយើងមើលទេសភាពចំការរបស់យើងណាតែជាចិត្ត100ដើមដែរណាចំការក្រូចហ្នឹងហើយចេកនេះបែរជាយើងអាចនឹងធ្វើការឆ្កឹះចេញណាកម្ចាត់ចោលណាដោយសារគុំហ្នឹងវាអាចក្រាស៊ីណាក្រាស៊ីយើងធ្វើការកម្ចាត់ចោលមកគុំតែម្ដងបើយើងយកកូនទៅដាំបន្តទៀតអាចវាក្រាបន្តថែមទៀតចឹងណាចូលទៅដើមផ្សេងទៀតយើងមិនអាចធ្វើការຕົកវាទេណាយើងធ្វើការកម្ចាត់វាចោលណាហើយប្រឡោកនេះយើងអាចធ្វើការបេះចោលណាព្រោះអត់ຕົកទេណាគឺខាងក្រោមគឺយើងអត់ຕົកទេឲ្យវាឡើងទៅលើផុតអស់ណាកុំឲ្យຕົកនៅក្នុងគល់ណា
rồi sả lá cồn làm bài về sang dọc chập ngột ní chứ sai nhầm thời cả cắt smell ní cắt smell sầm ad về chào ní làm chế thời cả cầm chặt chó cứ là vâng là vơi vậy ní mà bọn bị một máu là riêng độc để xa đám chếแต่แล้วยังthời cả cắt chảo đó đời xa về hot ban chỉ phá lấy thế đời xa về cờ lõi hay là muối cá chân cá xíยังthời cả cắt về chảo đó hot tốt kì hay kháng nóคือchơiกระมวลเนี่ยใจกระมวลดามคู่หาพายจีอดตายตกจราเนี่ยนะโกนบุญปรามนั่งยังไงตัวกายสกายอยู่ดำไกลนามวยไอ้เนี่ยอดตกนอนจังไงเนี่ยจังnhư thời ca cạp traoเนี่ยตกกระโดดวิ่งเนี่ยตกกระโดดวิ่งให้ยังthời ca tàiเมฆงอมงอเจ้าละเมฆนาได้ยังมันสำคัญยังไงthời ca cạp trao lại sangเนี่ยให้เวียนthời caพลายปรางในเตียนเนี่ยแต่ยังตายเวียนเนี่ยđã chi đã ấy ta cả sự cam tao là cam tịnh nhé tao là prang tịnh tao là dân đọt đầy đọt trường tịnh mình thôi cả vì bàn lọ hay bàn từ tuột phở nhé bây giờ những làm cháu cứ bị cháu lại nhé cứ làm mình bàn phở lại đấy nhé như sao mà play nhé sao mà play tôm ấy nhỉ chẳng ở con trai bằng phone nhé để bàn tự là video cầm sàn nhé cầm cả cày bỏ giờ nhé này ở con trai